បាទជំរាបសួរបងប្អូនបាទជាមួយនឹងការជ្រើសរើសគ្រាប់ពូជបងប្អូនបាទហើយគ្រាប់ពូជដែលខ្ញុំយកមកជូនបងប្អូននេះគឺគ្រាប់ពូជដំណាំសំខាន់ដែលមានតម្រូវការទីផ្សារនាពេលបច្ចុប្បន្នទី1នេះគឺល្ហុងបន្លែស្រួយនឹងតម្រូវការទៅលើប្រភេទពពួកបុកល្ហុងបាទហើយទី2នេះគឺប្រភេទដំណាំល្ហុងដែរប៉ុន្តែគេហៅថាដំណាំពពួកល្ហុង Holland បងប្អូនបាទល្ហុង Holland គឺជាប្រភេទដំណាំល្ហុងមួយយ៉ាងដែលគេផ្ដោតទៅគឺការញ៉ាំទុំបងប្អូនបាទញ៉ាំទុំហើយលក្ខណៈពិសេសរបស់ល្ហុងនេះគឺសាច់ហាប់សាច់ណែនបាទហើយឆ្ងាញ់ផ្អែមឆ្ងាញ់បងប្អូនបាទហើយមួយទៀតហ្នឹងគឺប្រភេទម្ទេសអាចសัตว์ហ្នឹងគឺក៏ជាតម្រូវការទីផ្សារដែរហើយបើនិយាយពីរឿងតម្លៃគឺប្រែប្រួលទៅតាមទីផ្សារបងប្អូនបាទលក្ខណៈពិសេសរបស់ម្ទេសអាចសัตว์របស់ក្រុមហ៊ុន Seedline នេះគឺធន់ជាមួយនឹងបម្រែបម្រួលអាកាសធាតុអត្រាដំណោះល្អហើយមួយទៀតនេះគឺទិន្នផលច្រើនបងប្អូនបាទត្រឡប់មកវិញគឺដំណាំទាំង3ហ្នឹងគឺជាដំណាំតម្រូវការទីផ្សារដូចគ្នាហើយបើនិយាយពីបច្ចេកទេសក្នុងការថែទាំវាមិនស្រួលវាមិនពិបាកវាអាស្រ័យការយល់ដឹងបាទទៅលើបច្ចេកទេសថែទាំដូចគ្នាបងប្អូនណាបាទអញ្ចឹងបើសិនជាបងប្អូនមានតម្រូវការចង់ដឹងចង់ស្វែងយល់បន្ថែមទៅទៅមួយបច្ចេកទេសក្នុងការដាំដុះចង់ស្វែងយល់អំពីតម្រូវការទីផ្សារបងប្អូនអាចឆាតចូលទៅក្នុងเพจសួនកសិកម្មបូលីឬក៏เพจបាទដង្ខៅជនបទបាទយើងនឹងធ្វើការពិភាក្សាគ្នាហើយ Telegram គឺយើងមានការបង្ហាញជូននៅលើ caption បងប្អូនអាចបង្កើត Telegram ហើយភ្ជាប់មកយើងនឹងធ្វើការជជែកគ្នាបន្ថែមស្ដីអំពីទៅលើតម្រូវការទីផ្សារទៅលើបច្ចេកទេសក្នុងការដាំដុះហើយនឹងបច្ចេកទេសនៅក្នុងការថែទាំខណៈពេលដែលយើងចាប់ផ្ដើមពីការដាំរហូតដល់ប្រមូលផលបងប្អូនណាយើងនឹងលម្អិតជូនបងប្អូនបាទអញ្ចឹងហើយខ្ញុំគឺមានសេវាកម្មផ្ញើបាន25ខេត្តក្រុងបងប្អូនណាបាទគ្រប់ខេត្តក្រុងទាំងអស់បងប្អូនមានតម្រូវការយើងផ្ញើជូនបានបាទខ្ញុំមានប៉ុណ្ណឹងបងប្អូនបាទអរគុណច្រើនជំរាបលាបាទ